សួស្តីសូមស្វាគមន៍មកនយោបាយពិភពលោកបាទជារឿយៗយើងតែងតែឮព័ត៌មានពីសហរដ្ឋអាមេរិកដែលជាពិសេសគឺនៅក្នុងរដ្ឋាភិបាលរបស់លោក Donald Trump ដែលតែងតែប្រកាសអំពីការដាក់បង្កើនពន្ធនាំចូលទៅលើផលិតផលពីប្រទេសមួយចំនួនដូចជា កាណាដាមេស៊ីកូហើយនិងចិនជាដើមបាទនៅក្នុងពេលថ្មីៗនេះនៅខាងប្រទេសចិនក៏មានប្រតិកម្មចំពោះការតម្លើងពន្ធនាំចូលពីទៅចូលទៅក្នុងសហរដ្ឋអាមេរិកដែលមានចំនួន 20% ហើយជាការឆ្លើយតបថ្នាក់ដឹកនាំចិនបានឆ្លើយតបថាចិនរួចរាល់ក្នុងការទប់ទល់នឹងសង្គ្រាមបែបណាក៏ដោយពីសហរដ្ឋអាមេរិកប្រសិនបើប្រទេសមួយនេះត្រូវការសង្គ្រាមទោះជាសង្គ្រាមពន្ធសង្គ្រាមពាណិជ្ជកម្មឬសង្គ្រាមបែបណាក៏ដោយបាទទន្ទឹមនឹងហ្នឹងនាយករដ្ឋមន្ត្រីចិនបានប្រកាសអំពីការបង្កើនថវិកាសម្រាប់កងទ័ពឬក៏ថវិកាការពារជាតិរហូតដល់ទៅ 7.2% នៅក្នុងឆ្នាំថ្មីនេះបាទដូចយើងដឹងហើយថាអាមេរិកនិងចិនជាប្រទេសកំពូលមហាអំណាចសេដ្ឋកិច្ចទី1និងទី2បាទអញ្ចឹងការដែលមានសង្គ្រាមសេដ្ឋកិច្ចដែលយើងហៅថាសង្គ្រាមពាណិជ្ជកម្មគឺវាអាចជះឥទ្ធិពលដល់ប្រទេសមួយចំនួនផ្សេងទៀតជាពិសេសគឺប្រទេសដែលជាអ្នកទទួលផលពីប្រទេសទាំងពីរនេះដូចជាប្រទេសកម្ពុជាយើងជាដើមអញ្ចឹងការធ្វើសង្គ្រាមវាប្រកាសហើយវាមានអ្នកឈ្នះមានអ្នកចាញ់ឬក៏ស្មើក៏ប៉ុន្តែទៅនឹងអ្នកដែលទទួលផលពីសង្គ្រាមគឺប្រទេសជិតខាងនិងប្រជាជនសាមញ្ញដែលយើងមិនចង់ឃើញទេបាទហើយពិជាផងដែរចំពោះប្រទេសចិនក៏បានដាក់បង្កើនពន្ធទៅលើការនាំចូលផលិតផលកសិកម្មពីសហរដ្ឋអាមេរិកចូលក្នុងចិនដែរគឺតម្លើងរហូតដល់ 15% នេះយើងឃើញថាការដែលដាក់ទណ្ឌកម្មទៅវិញទៅមកតាមការបង្កើនតម្លៃពន្ធវាអាចជះឥទ្ធិពលទៅប្រទេសទាំងពីរហើយនឹងអាចបង្ហាញឲ្យឃើញថាតើអនាគតអ្នកណាប្រកាសជាខ្លាំងជាងអ្នកណាបាទសូមអរគុណ